សូមជូនរឿងបឹងយ៉ាក់ឡំតាំងពីយូរលង់មកហើយមានស្ដេចក្រុងយ៉ាក់មួយមានឫទ្ធិអំណាចខ្លាំងពូកែណាស់ព្រះអង្គមានព្រះរាជបុត្រីមួយស្អាតលើសស្រីនានាទាំងសក់ទាំងរូបកាយរបស់នាងតែមានក្លិនក្រអូបជានិច្ចរៀងរាល់ថ្ងៃទើបយ៉ាក់ជាបិតាឲ្យនាមបុត្រីនោះថានាងសក់ក្រអូបលុះដល់មានវ័យគ្រប់គ្រាប់កាលណាក៏មានមនុស្សមួយរូបខ្លាំងពូកែណាស់ដែរបានចូលទៅលបលួចលួងលោមស្នេហាជាមួយនាងទាំងពីរប្រានដោយភ័យខ្លាចស្ដេចយ៉ាក់ជាបិតាដឹងក៏នាំគ្នារត់មកក្នុងព្រៃមួយក្រោយមកស្ដេចក្រុងយ៉ាក់ដឹងរឿងរ៉ាវនេះក៏ផ្អើលឆៅឡោស្រែកលោឡាកេណ្ឌពលយ៉ាក់ជាបរិវារហោះហៅតាមរកកូនសម្លាញ់ខ្លួនដល់មុខត្រង់កន្លែងព្រៃស្ដុកនេះក៏មានសេចក្តីសង្ស័យថាប្រហែលជាបុត្រីខ្លួននៅទីនេះទើបបញ្ជាឲ្យយ៉ាក់ជាកូនចៅយាមល្បាតពាត់ព្រៃនោះយ៉ាងមាំហើយឲ្យយ៉ាក់មួយក្រុមទៀតដកព្រៃព្រឹក្សាគ្រូវិញចោលហើយនាមគ្នាជីកកកាយរកនាងតែទោះបីជីកយ៉ាងណាក៏រកពុំឃើញទើបស្ដេចក្រុងយ៉ាក់នាំបរិវារត្រឡប់ទៅនគរដើមវិញកាលទ័ពយ៉ាក់ឡំពាត់ជុំវិញភ្នំដែលនាងនេះនៅពួនជ្រកនោះហើយនាងក៏យល់ថាគ្មានផ្លូវណាឲ្យគេចរួចទើបនាងអធិដ្ឋានសុំឲ្យនាងលិចបាត់ទៅក្នុងដីពេលនោះព្រះធរណីក៏ស្រុតនាំទាំងនាងស្រីនោះទៅផងត្រង់កន្លែងព្រះធរណីស្រុកនោះហើយដែលคล้ายទៅជាស្រះទឹកដែលហៅថាយ៉ាក់ឡូមអាស្រ័យហេតុពួកយ៉ាក់ក៏កាយរកនាងសក់ក្រអូបនេះទើបមាននៅសល់ជាស្រះមួយនៅរតនគិរីហៅថាស្រះយ៉ាក់ឡូមរហូតដល់សព្វថ្ងៃស្រះយ៉ាក់ឡូមជាស្រះមួយមានទឹកថ្លាឆ្វេងដែលមានជម្រៅជាង70ម៉ែត្របារដូវប្រាំងមានបណ្ដោយនឹងទទឹងប្រហែល1គីឡូម៉ែត្ររៀងរង្វះមូលស្មៅនៅមាត់ស្រះមានដើមម៉ាក់ព្រីងម៉ាក់ប្រាំងសាវម៉ៅស្រមន់ភ្ញៀវដុះនៅពីពេញក្បែរមាត់ស្រះគួរឲ្យទស្សនានៅជុំវិញស្រះនេះកងខេមរៈភូមិន្ទយើងទើបនឹងបានស្ថាបនាផ្លូវថ្នល់ដ៏វិចិត្រសម្រាប់ចូលទស្សនារហូតដល់សព្វថ្ងៃនេះ